ប្រទាលតាក់គឺជាជំងឺស្បែកម្យ៉ាងដែលឧស្សាហ៍កើតឡើងមែនតើហើយរោគសញ្ញារបស់វានោះគឺឡើងកទួលរមាស់ហើយឡើងបាត់ចឹងទៅបងប្អូនយើងឆ្ងល់ថាអីគេប្រទាលតាក់ហ្នឹងហើយវាកើតឡើងដោយសារអីបងប្អូនខ្លះគិតថាវាពាក់ព័ន្ធជាមួយនឹងជំងឺថ្លើមឲ្យទៅលើប្រទាលតាក់អូឯងឈឺថ្លើមហីតែការពិតទៅជំងឺប្រទាលតាក់មិនពាក់ព័ន្ធជាមួយថ្លើមទេប្រទាលតាក់គឺពាក់ព័ន្ធជាមួយនឹងជំងឺ allergy ហើយរបស់ដែលឲ្យ allergy ខ្លាំងបំផុតមាន3ធំរបស់ទី1ពាក់ព័ន្ធជាមួយនឹងអាហារដែលយើងញ៉ាំអ្នកខ្លះ allergy ជាមួយនឹងគ្រឿងសមុទ្រអ្នកខ្លះ allergy ជាមួយនឹងសាច់ត្រីសាច់មាន់សាច់ជ្រូកសាច់គោអីចឹងទៅអញ្ចឹងពីម្នាក់ទៅម្នាក់ខុសៗគ្នារឿងទី2ដែលបង្កឲ្យ allergy ដែរនោះគឺថ្នាំអ្នកខ្លះប្រើថ្នាំនឹងភ្លាមគឺគាត់ចាប់ផ្ដើមចេញប្រទាលតាក់ចេញរមាស់នឹងភ្លាមអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងមានប្រតិកម្មជាមួយថ្នាំណាមួយគឺត្រូវជៀសវាងហើយទៅប្រាប់គ្រូពេទ្យដូចគ្នាទី3កត្តាដែលជំរុញឲ្យចេញប្រទាលតាក់ដែរនោះគឺមេរោគដែលចូលទៅក្នុងខ្លួនយើងឧទាហរណ៍ថាគាត់លាកបំពង់កគាត់ផ្ដាសាយលាកបំពង់កឬក៏គាត់រាករូសឬក៏គាត់មាន infection ឬក៏ការក្លាយរោគនៅកន្លែងណាមួយដែលមេរោគនឹងឯងវាភ្ញួចឲ្យប្រព័ន្ធការពាររាងកាយរបស់យើងមានប្រតិកម្មអញ្ចឹងទើបចេញជារោគសញ្ញាប្រទាលតាក់បាទអញ្ចឹងបញ្ជាក់ម្ដងទៀតជំងឺប្រទាលតាក់គឺជាជំងឺ allergy មិនពាក់ព័ន្ធជាមួយថ្លើមតែវាពាក់ព័ន្ធជាមួយនឹងរឿង3អាហារថ្នាំជាមួយនឹង infection បាទអរគុណច្រើន